ជា model ដែល update ចុងក្រោយគេបង្អស់ជាសេរីចុងក្រោយគេបង្អស់ណាអញ្ចឹងបងប្អូនមកមើលទាំងអស់គ្នាចាហើយបើសិនជាក្នុងករណីបងប្អូនពេញចិត្តវីដេអូកុំភ្លេចជួយ like ហើយនិង share ឲ្យបានច្រើនអញ្ចឹងបងប្អូនមកមើលខាងមុខនេះយើងបើកកាប៊ីនមកខាងមុខសិនចាហើយបន្ទាប់មកយើងបើកកាប៊ីនខាងមុខនេះឲ្យបងប្អូនបានឃើញចាចឹងចំណុចទី1ដែលចង់បង្ហាញបងប្អូនគឺតាក់ទងជាមួយនឹងកញ្ច្រែងសំតាបូដែលត្រាក់ទ័រ John Deere 75សេសE សេរីមុនគឺអត់ទាន់មានទេអញ្ចឹងមកមាននៅសេរីថ្មីនេះដែលជាសេរីចុងក្រោយគេទាំងអស់អញ្ចឹងនេះគឺជាកញ្ច្រែងស្អំតាបូឲ្យបងប្អូននេះគឺកញ្ច្រែងស្អំតាបូចាសម្រាប់កញ្ច្រែងស្អំតាបូនេះគឺមានអត្ថប្រយោជន៍មួយជួយឲ្យតាបូបងប្អូនទាំងអស់គ្នាដែលខ្យល់ចូលទៅតាមតាបូចេញពីតាបូមកជាប្រភេទខ្យល់ក្តៅអញ្ចឹងនៅពេលដែលខ្យល់ចេញពីតាបូមកបានចូលទៅក្នុងកញ្ច្រែងស្អំតាបូហើយមុននឹងចូលដល់ម៉ាស៊ីនគឺបានត្រជាក់រួចហើយមុននឹងចូលដល់ម៉ាស៊ីនអញ្ចឹងវាបំលែងឲ្យត្រជាក់ហើយអញ្ចឹងចូលម៉ាស៊ីនធ្វើឲ្យខ្យល់ដែលប្រើប្រាស់នេះគឺខ្យល់សម្បូរដោយអុកស៊ីហ្សែនអញ្ចឹងធ្វើឲ្យការឆេះនឹងត្រាក់ទ័របងប្អូនកាន់តែខ្លាំងហើយត្រជាក់ម៉ាស៊ីនចាហើយធ្វើការបាននៅកាន់តែយូរត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia